ចៅទាំងអស់គ្នាតើចៅដឹងទេថាគ្រាន់តែមានរុក្ខជាតិមួយផើងនេះនៅក្នុងផ្ទះក៏អាចជួយការពាររឿងចង្រៃនិងតាក់ទិញលុយកាក់ចូលគ្រួសារបានយ៉ាងស័ក្តិសិទ្ធិដែរថ្ងៃនេះយាយនឹងណែនាំពីរបៀបរៀបចំដើមអណ្ដាតនាគដើម្បីលើកហុងស៊ុយផ្ទះរបស់ចៅក្រៅពីហុងស៊ុយល្អដើមនេះគឺជានិមិត្តរូបនៃភាពរឹងមាំចៅដឹងស្រាប់ហើយវាស្រួលថែទាំណាធន់នឹងកម្ដៅទោះយើងរវល់ភ្លេចស្រោចទឹកច្រើនថ្ងៃក៏វានៅតែរស់បានយ៉ាងស្រស់បំព្រងតំណាងឲ្យការតស៊ូជំនះរាល់ឧបសគ្គចៅសង្កេតមើលស្លឹករបស់វាទៅមើលគឺមានរាងត្រង់និងស្រួចដូចចំមុកដាវអញ្ចឹងតាមក្បួនហុងស៊ុយភាពស្រួចនេះហើយដែលមានអំណាចអាចកាត់ផ្ដាច់នៅធម៌ពលអវិជ្ជមានភាពចង្រៃនិងរុញច្រានមនុស្សដែលមានបំណងមិនល្អចេញពីគ្រួសារយើងដូច្នេះបើមានអារម្មណ៍ថាផ្ទះកំពុងស្ងាត់ជ្រងំឬខ្វះភាពសុខដុមកុំភ្លេចរកដាំមួយផើងណាចៅចំណុចសំខាន់មួយទៀតតើចៅគួរដាក់វានៅឯណាទៅហេងចំយាយណែនាំឲ្យចៅយកវាទៅដាក់នៅក្បែរច្រកទ្វារចេញចូលឬនៅទិសអាគ្នេយ៍នៃផ្ទះការដាក់នៅទីតាំងនេះណាចៅត្រូវបានគេជឿជាក់យ៉ាងមុតមមថានឹងជួយបើកផ្លូវតាក់ទាញលាភសំណាងភាពរុងរឿងនិងហៅលុយកាក់ចូលមកក្នុងគ្រួសារដើមអណ្ដាតនាគមិនត្រឹមតែស្អាតទាំងមានអត្ថន័យហុងស៊ុយជ្រាលជ្រៅទៀតផងបើផ្ទះចៅនៅមិនទាន់មានទេគួរតែមានមួយផើងទៅណាដើម្បីបើកផ្លូវទទួលយកសិរីសួស្តីទាំងអស់គ្នា